រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការកែលម្អនិងស្ថាបនាប្រព័ន្ធលូប្រឡាយនៅក្នុងរាជធានីភ្នំពេញដើម្បីរំដោះទឹកឲ្យកាន់តែប្រសើរថែមទៀតបើទោះបីជាការដោះស្រាយបញ្ហាលិចលង់នេះមានភាពល្អប្រសើរមួយកម្រិតធំយ៉ាងណាក្តីបន្ថែមពីនេះដើម្បីដោះស្រាយនឹងការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញក៏ដូចជាដោះស្រាយបញ្ហាចរាចរណ៍ពីអាកាសយានដ្ឋានអន្តរជាតិតេជោអាកាសយានដ្ឋានថ្មីមកភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញក៏មានគម្រោងការសាងសង់ផ្លូវអាកាសនិងផ្លូវរថភ្លើងក្រោមដីផងដែរនេះបើតាមការបញ្ជាក់ឲ្យដឹងពីឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំសាមញ្ញលើកទី17របស់ក្រុមប្រឹក្សារាជធានីភ្នំពេញឆ្នាំទី2អាណត្តិទី4ក្រោមអធិបតីភាពលោកម៉ុបសារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី9ខែតុលានេះនៅសាលារាជធានីភ្នំពេញឯកឧត្តមខួងស្រេងបានមានប្រសាសន៍លើកឡើងថាបញ្ហាប្រឡាយលូនៅរាជធានីភ្នំពេញយើងបាននឹងកំពុងធ្វើការស្ដារលូប្រឡាយក៏ដូចជាស្ថាបនាលូថ្មីមួយចំនួនដើម្បីដោះស្រាយបញ្ហាលិចលង់ដោយពេលនេះយើងដោះស្រាយបានមួយកម្រិតធំហើយបើទោះបីមានភ្លៀងធ្លាក់ធំក្នុងកម្រិតណាក៏ដោយពលគឺអាចដោះស្រាយលិចលង់បានក្នុងរយៈពេលខ្លីមិនច្រើនម៉ោងដោយកាលពីមុនទេឯកឧត្តមខួងស្រេងបានបន្តទៀតថាការស្ថាបនាប្រព័ន្ធលូប្រឡាយនៅក្នុងរាជធានីភ្នំពេញជាមួយនឹងគម្រោងរំដោះទឹកចេញពីរាជធានីភ្នំពេញរបស់រាជរដ្ឋាភិបាលក្រុមការណែនាំពីសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីធ្វើឲ្យរាជធានីភ្នំពេញដោះស្រាយបាននៅការលិចលង់បានមួយកម្រិតធំថែមទៀតជាក់ស្ដែងនៅផ្នែកខាងជើងឈៀងខាងលិចរាជធានីភ្នំពេញដោះស្រាយនៅការលិចលង់បានយ៉ាងល្អប្រសើរចំណែកនៅខាងត្បូងឈៀងខាងកើតរាជធានីភ្នំពេញវិញយើងក៏នឹងអាចដោះស្រាយបញ្ហាលិចលង់នេះបានល្អដែរនៅពេលយើងតភ្ជាប់ប្រព័ន្ធលូរួចរាល់ឯកឧត្តមខួងស្រេងក៏បានបញ្ជាក់ផងដែរថាពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍វិញជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញក៏នឹងកសាងនៅផ្លូវអាកាសដើម្បីរំដោះចរាចរណ៍ចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោជលមកភ្នំពេញក្នុងនោះដែរជាគម្រោងយើងអាចស្ថាបនាផ្លូវអាកាសចាប់ពីរង្វង់មូលគួរស្រូវអស់មកលើផ្លូវលេខ217មកចុះមុខមហោស្រពចេនឡាផ្សារដំកចំណែកការស្ថាបនាផ្លូវរថភ្លើងក្រោមដីវិញយើងក៏មានគម្រោងសាងសង់ផងដែរដើម្បីរំដោះចរាចរណ៍ចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោចូលមករាជធានីភ្នំពេញនិងផ្លូវចូលក្រុងផងដែរឯកឧត្តមខួងស្រេងបញ្ជាក់ថាបើការកកស្ទះចរាចរណ៍ពីអាកាសយានដ្ឋានអន្តរជាតិតេជោកាន់តែខ្លាំងគម្រោងនៃស្ថាបនាផ្លូវអាកាសនិងផ្លូវក្រោមដីអាចនឹងដំណើរការកាន់តែឆាប់ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តមខួងស្រេងក៏បានលើកឡើងបញ្ហាប្រមូលសំរាមនៅរាជធានីភ្នំពេញបានល្អហើយមិនកកស្ទះទៀតទេឯកឧត្តមជំរុញឲ្យសហគ្រាសគ្រប់គ្រងសំរាមធ្វើការត្រួតពិនិត្យសិក្សាឡើងវិញហើយរកមូលហេតុជុំវិញប្រជាពលរដ្ឋដែលមិនព្រមបង់ថ្លៃសំរាមចំពោះអ្នកដែលបានបង់ថ្លៃសំរាមជាប្រចាំហើយរដ្ឋបាលរាជធានីភ្នំពេញរក្សាតម្លៃសំរាមដដែលមិនមានគម្រោងនៃការដំឡើងថ្លៃនោះទេកន្លងមកក្រុមហ៊ុនសិនទីកំណត់តម្លៃសំរាមខុសឆ្គងដោយជាផ្ទះល្វែងខ្លះ$15ក្នុងមួយខែដូច្នេះសហគ្រាសគ្រប់គ្រងសំរាមត្រូវកាត់តម្រឹមការយកតម្លៃខុសបែបបទនេះចេញធ្វើយ៉ាងម៉េចឲ្យសមរម្យដើម្បីជំរុញឲ្យពួកគាត់ចូលរួមក្នុងការបង់ថ្លៃសំរាមឲ្យបានទាំងអស់គ្នាក្នុងកិច្ចប្រជុំនោះដែរឯកឧត្តមម៉ុបសារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងការណ៍កោតសរសើរចំពោះគណៈអភិបាលរាជធានីភ្នំពេញនិងរដ្ឋបាលរាជធានីភ្នំពេញក្នុងខែកញ្ញាកន្លងមកពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌបានធ្វើការថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈរបៀបរៀបរយនិងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំជូនដំណើរប្រជាពលរដ្ឋទៅលេងស្រុកកំណើតតាមរយៈរថយន្តក្រុងសាធារណៈបានល្អហើយប្រជាពលរដ្ឋសប្បាយរីករាយដោយឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញអញ្ជើញទៅជូនដំណើរដោយផ្ទាល់ថែមទៀតផង